តាមពិតទៅយើងជាកីឡាករបាល់ទាត់ពីមុនមកហើយដល់ពេលមកដល់កូននេះដោយសារគាត់មានដងហើយនឹងចិត្តរបស់គាត់តែគាត់ចង់ផងអញ្ចឹងយើងជាឪពុកម្ដាយយើងមានតែជំរុញគាត់ទៅបន្ថែមទៀតបាទកូនខ្ញុំចូលហាត់នៅអ៊ុយ14បឹងកេតនេះរយៈពេល1ឆ្នាំហើយបាទជាដំបូងខ្ញុំក៏អរគុណដល់លោកមាសចនាដែលនាយកបច្ចេកទេសក្លឹបបាល់ទាត់វិសាខាដែលបានបង្កើតពានអ៊ុយ14នេះឡើងហើយការមើលឃើញរបស់ខ្ញុំការវឹកហាត់របស់កូននៅក្នុងក្លឹបហើយនឹងការប្រកួតជាមួយក្រុមផ្សេងនេះវាការប្រកួតប្រជែងមើលទៅបច្ចេកទេសវាល្អដោយសារទី1ឲ្យក្មេងៗគាត់បានយល់ដឹងពីបច្ចេកទេសទូទៅនៃបាល់ទាត់ផងហើយនឹងបានសាមគ្គីភាពស្គាល់គ្នាពីក្លឹបមួយទៅក្លឹបមួយពីម្នាក់ទៅម្នាក់តគ្នាចឹងទៅបាទខ្ញុំសូមផ្ដាំផ្ញើទៅអ្នកគាំទ្រទាំងអស់សូមជួយគាំទ្រលើវិស័យបាល់ទាត់ជាពិសេសគឺអ៊ុយ14នេះហើយនឹងចង់បានការបង្កើតពានអ៊ុយ14នេះជារៀងរាល់ឆ្នាំដើម្បីឲ្យក្មេងៗអភិវឌ្ឍកាន់តែល្អជាងនឹងបន្តទៅទៀតបាទ